Hello សួស្តីអ្នកទាំងអស់គ្នាកាលពីវីដេអូពីមុនខ្ញុំបង្ហាញពីPico CTF គឺមានខ្ញុំបានបង្ហាញពីជា cryptography មួយហើយនិង web exploitation មួយអញ្ចឹងខ្ញុំនឹងបន្តតម្លាក់វីដេអូតាក់ទងជាមួយនឹង Pico CTF នឹងបន្តទៀតប្រហែលជាចុងសប្តាហ៍តែថ្ងៃនេះខ្ញុំនឹងបង្ហាញពីcategory មួយដែលសំខាន់ដែរគឺគេហៅឈ្មោះថា boot to root ហ្នឹងគឺផ្នែកមួយនៃ CTF ដែរគឺបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងខាង offensive security ខាង red team ខាង penetration testing អីគឺអាចសាកល្បងធ្វើ challenge មួយនឹងបានអញ្ចឹង boot to root ហ្នឹងគឺគោលបំណងវាគឺធ្វើម៉េចក្នុងនាមយើងជា user ធម្មតាហ្នឹងគឺ exploit អា system ហ្នឹងពី low level user គឺ user ដែលកម្រិតទាបណាគឺ user ធម្មតារហូតធ្វើម៉េចឲ្យយើងអាច access ទៅកាន់ high level user អញ្ចឹង high level user នៅក្នុង Linux គេហៅ root បើនៅក្នុង Windows គេហៅ administrator ធ្វើម៉េចយើងចូលដល់ root ដល់ administrator បានអាហ្នឹងគោលបំណងអ្វីboot to root challenge ហ្នឹងអញ្ចឹងគឺក្នុងហ្នឹងគឺយើងទាមទារឲ្យមាន skill ជាច្រើនcombine បញ្ចូលគ្នាដើម្បីអាចធ្វើ challenge មួយហ្នឹងបានអញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញតែបើអ្នកទាំងគ្នាចង់ធ្វើ challenge ហ្នឹងអាច register account នៅក្នុង TryHackMe ឬក៏ Hack the Box ក៏បានឬក៏នៅក្នុងទៀតឈ្មោះអីគេVol Hub នេះអាចចូលតាមVol Hub ក៏បានដែរគឺយើងអាចទៅ download virtual machine អាហ្នឹង machine គេធ្វើ challenge គេទៅគេ store ជា OWA file យើង download មកយើងអាច import ចូល virtual machine យើងបានយើងអាចឆែកតាមហ្នឹងក៏បានដែរយើង download វាមកយើងមើល detail យើងមើលពី Azure ទៅមុនចឹងឲ្យខាតពេកយើងសាកពី challenge មួយនេះអានេះ easy គេធ្វើឲ្យរយៈពេល45នាទីមើលយើងសាកធ្វើទៅទី1យើងអាចមិនបាច់មាន virtual machine ក៏បានដែរយើងអាច access តាម attack box របស់ TryHackMe ឬក៏ម្យ៉ាងទៀតខ្ញុំចង់ access ពី machine ខ្ញុំពី Kali នេះគឺខ្ញុំ download VPN Open VPN refresh ខ្ញុំ download configuration file មួយអូខេចឹងយើង connect VPN ទៅ sudo open VPNអូខេបាន IP អញ្ចឹងណា VPN នឹង connect ជាប់ហើយអូខេមក challenge យើងគ្រាន់តែចុច join room មកគឺទីគោលបំណងយើងគឺរក flag ចំនួន2គឺ user flag root flag ខ្ញុំ start machine មកវាជិត start ហើយចាំ37 second ទៀត ok មក challenge យើងយើងគ្រាន់តែចុច join room មកគឺទីគោលបំណងយើងគឺរក flag ចំនួន2គឺ user flag root flag ខ្ញុំ start machine មក វា
បង្កើត folder មួយ បាន IP ណាអូខេយើងបាន IP យើងតេស្តមក ping វាមកដើរអត់ unreachable what ហើយជា open VPN អត់ដើរដែរមិនដែរតា not connected no ម្ដងទៀត EUS1 connect ម្ដងទៀតណា okay connected អូខេស្គាល់ ចឹងជំហានដំបូងនៃ boot to root នោះវាច្រើនយើងប្រើ tool មួយឈ្មោះ nmap គឺដើម្បីយើងមើលថា target របស់យើងនឹងមានport ណាខ្លះដែលបានបើក អូខេចឹង nmap sc default script sv តើ version នៃគេដែល port នឹងបានបើកក៏ថា port 80បើកវាប្រើ version នៃគេប្រើ service អីខ្លះចឹងមកបើយើងអត់បញ្ជាក់ port អានេះបើយើងដាក់ -p- អានេះមានថា all port គឺ 65556 port បើយើងអត់បញ្ជាក់ទេមានថាtop 1000 គឺ top 1000 -p I'm skipping ហើយវាលឿនតិច ចឹងlàយើងចាំបន្តិច អូខេចឹងខ្ញុំរ៉ានមិញហ្នឹងគឺ top 1000 ចឹងមានថានៅក្នុង 1000 port ដែលយើងបាន scan ហ្នឹងគឺមានតែ2 port ទេដែលបានបើក port ទី1គឺ port លេខ22ដែលយើងហៅថា SSH គឺវាប្រើនេះ version 0.2 Ubuntu ហើយទី2គឺ port 80វាប្រើ web server គឺ Apache អូខេចឹងយើងអាច access website បាន port 80 អូខេចឹងទី1ជំហានដំបូងគឺយើងអាច view page source មើលថាចង់ដឹងថា web server website ហ្នឹងវាប្រើ
technology អីខ្លះតែដោយសារខ្ញុំប្រើនេះ Webalizer ខ្ញុំមើលដឹងហើយនេះ Apache Ubuntu អូខេតែខ្ញុំអាចនេះ link static page អាច view page source image gallery មានអីសំខាន់ទេ image បើយើងចង់ដឹងបើ web server យើងអត់បានការពារទេយើងអាច access folder លើនឹងបានណាអូខេដើរ icon អានេះអត់មានអីទេមានអីទៀត custom អូខេ custom យើងអាចមើលទៅតែវាមានអីសំខាន់ដូចជាអត់មានទេធ្វើរបស់ដូចធ្វើដូចមិនដែរ CSS JS មាន file មួយចម្លែកអានេះ user. វាជា backup file ឯង download វាមួយមក copy wget អូខេចឹងយើងចង់ដឹងថាប្រភេទអាហ្នឹងជាអី file ហ្នឹងអីយើងអាចនៅក្នុង Linux Kali យើង file user នេះជា SQLite និយាយទៅ file ហ្នឹងជា SQLite file យើងអាចប្រើ command SQLite 3យើងអាចដាំវាមកដាំខ្ញុំភ្លេច command នេះដាំមកចាំ command នោះទៅ file ហ្នឹងអាចវាជា file លាតធម្មតាយើងអាចប្រើ string ក៏បានដែរសាកមើលសិនមក string អូខេមាន table មួយឈ្មោះ username admin មាន admin មាន password ខ្ញុំសាក copy password នេះទៅ grab stationអូខេ correct បាន password នេះឈ្មោះ bulldog 19មិញ nmap មិញវា open sh តែយើងសាក sh មួយមក sh admin add 10.80 វានេះ yes permission deny ចឹងអាហ្នឹងមិនមែនទេអូខេឥឡូវយើងមើលតទៀតអត់មានអីយើងអាច brute force directory មើលតែមានអីខ្លះចឹងអា brute force directory ហ្នឹងយើងអាចប្រើ tool មួយយើងអាចប្រើ go buster ក៏បានប្រើ fast ក៏បានតែខ្ញុំចូលចិត្តប្រើនេះមួយ dia search URL extension ខ្ញុំដាក់ផ្កាយទៅអីក៏បានដែរ recursive
វាចាំមកទៅទុះមិញខ្ញុំរ៉ានបានតែ1000 port តែឥឡូវខ្ញុំសាករ៉ានall port ហ្នឹងខ្ញុំអាច copy ដាក់ប៉ុណ្ណេះ all port ខ្ញុំ search មួយ click command nmap min rate nmap ចោលទៅយើងអាចទៅមើលអីផ្សេងបានទៀត directory យើងអត់មានអីទេ robot.txt copy disallow custom mình nhưng mà hai ấy anh ấy sợ buồn ô bay buồn sồn bay image icon những tem nó mình login này mình te PHP register not found map report on đào vô chạy vào đây này mà dân khơi hay download mà hay vậy ok anh ấy đang cho phải all port chẳng ok mình là port nên mỗi bài đấy anh trên x chẳng mình login này login đừng ai access với man port PHP engine x chẳng em xài cho mà SQLite cho học khi mình đi làm hết nó ngay chơi cho các bạn đi có string mình các bạn locate đá đấy mà ta ok chẳng user admin password nó nhận correct mình đó. Ok mình là này mua sẵn xe auto xe thế insert HTML code
នេះបើតាមខ្ញុំគិតទៅប្រហែលជាតាក់ទងជាមួយនឹង XML injection វាឲ្យ insert XML code ចឹង name author command search XML injection GitHub នេះ website នេះមាន payload ទេ payload គេយើងអាចអាន detail តែធ្វើពី A ខ្ញុំសាក sample គេមួយមក internet ហើយយឺតដល់ហើយយើងមាន name author command ខ្ញុំសាកតែជាមួយ name មួយមក name replace entity អានេះគឺដូច variable name ហ្នឹងយើងដាក់ឈ្មោះក៏បានដែរវាមក replace ហ្នឹង do អញ្ចឹងបើវាដើរបានន័យថាកន្លែង name នេះនឹង replace ទៅដោយ do នេះដាក់ example អញ្ចឹងក៏បានឬក៏យើងដាក់អីក៏បាន variable name ដាក់អីក៏បានដែរណានេះយើងដាក់ n variable ហ្នឹងមកដល់ថា XML injection ជា string ធម្មតាដែរមើលឡើងនេះដើរហ្នឹងមកថាវាតាក់ទងជាមួយនឹង XML injection ហ្នឹងឯងអូខេដើរចឹងខ្ញុំផ្ទះ payload គេមកទៀត file disclosure ចឹងយើងអាច copy ទៅប៉ុណ្ណេះបានយ៉ា copy បាត់ទៅដាក់ទាំងអស់មកវិញ name នឹងយកឈ្មោះដូចអានេះ file shadow និយាយទៅយើងតោះតា root ទៅបាន read shadow នឹងបានអញ្ចឹងយើងគ្រាន់តែដាក់pass wd ទេបានចង់ដឹងថានៅក្នុងហ្នឹងមាន user អីខ្លះអញ្ចឹង leak អីអត់ boom ដើរ root insert មួយ bash ចឹងយើងមើល user ណាដែលដោយវាចាប់ដោយ bash ហ្នឹងគឺ user នៅក្នុង system ហ្នឹងឯងចឹងមាន user Joe ហើយនិង Barry សាក read នេះមួយមកមាន Joe មាន Barry ចឹងយើងអាច ខ្ញុំចង់ដឹងខ្ញុំ read home Joe វាទៅអា flag ដំបូងគេហ្នឹងវាច្រើន user flag ហ្នឹង user.txt ហ្នឹងក៏សាកចង់ដឹងខ្ញុំចេះតែភ្លេច copy នេះទុក name ខ្ញុំសាកសិនអត់មានចូលអត់ដា Berry អូខេ flag
chơi trắng do một pass này của bán dạ mà thấy rồi. Ok rồi còn một tiếtយើងអាចread SSH key name berry .sh យើង key វាបញ្ចូលឈ្មោះ ID SA ខ្ញុំចង់ដឹង user ខ្ញុំអត់ឃើញអត់ដឹងខ្ញុំដឹងនៅណាអត់មាន SH អត់បើក SH តែនិយាយទៅវានៅក្នុង folder .sh id rsa ចឹងបើវាដើរវាគាត់ជា file នេះ load file ហ្នឹងមកអូខេឥឡូវខ្ញុំបានវាដើរបាន private key copy private key បើអ្នកទាំងអស់គ្នាដឹង tool ណា format អានេះឲ្យស្អាតអីប្រាប់ខ្ញុំផងឥឡូវខ្ញុំអត់ដឹងខ្ញុំឲ្យ ChatGPT ជួយតិចទេ format this key ខ្ញុំបង្កើត file មួយឈ្មោះ berry id rsa អូខុសកន្លែង vi berry id rsa create mode 600 berry ទៅយើង ish berry add IP enter a passphrase key ហ្នឹងដូចជាមាន tool មួយឈ្មោះ sh2 john សាកក្រែកអាហ្នឹងចោលក៏មាន hash ចឹងនៅក្នុងកាលីគាត់ជាមាន tool ហ្នឹងឯង sh2 john អូខេចឹងខ្ញុំអាចបាន sh2 john -h help no មាន tool online ដែរ come on
Okay, S8 to John file យើងមិញ berry dot hash យើងអាច file John ដល់ refer បាន word list user share word list rock you no okay ក្រេកបានអញ្ចឹងខ្ញុំអាច S8 ទៅវិញ copy paste អូខេយើងអាចចូលខ្លាចជា user berry បានយើងអាច flag copy flag ហ្នឹងទៅ submit ក៏បានតែមាន submit ហើយគឺនៅដល់ root ចឹងមកយើងអាច access ទៅ root បានអញ្ចឹងខ្ញុំអាចប្រើ tool មួយឈ្មោះ linpiece tool ហ្នឹងគឺតាក់ទងជាមួយនឹង privilege escalation គឺវាជួយហៅឲ្យយើងអ៊ីនធឺណិតដើរយឺតណាស់ release ហ្នឹងនេះមាន color which color មានដែរ cd dev shm copy អាហ្នឹងបណ្ដោយអត់ដែរ release linpiece ចូលមក gallery ខ្ញុំដែរខ្ញុំ add time នឹងទៅវា expire នាទី បើយើង premium យើងបានរហូតដែរខ្ញុំអត់មាន premium user ផងវាបាននៅជា1ម៉ោងយើង add time 1ម៉ោងទៀត you get thua vàng với okay Python 3 p server អូដើរអត់ទេkhông phải ở đó Linpiece ở đó
ដែរយើងប្រើខ្លួនឯងវាហើយ CD home ចឹងមាន2យ៉ាង CD ចូលយ៉ាងក្នុងចូលនេះមានជា file អូ file មួយនេះមាន s ចឹងនេះដូចជា set UID ហើយ run ដោយ root ទៀតខ្ញុំចង់ដឹងហ្នឹងជាអីគេ file set UID មែនអូអានេះយើងអាច download មកក្នុង box ไว้មកក្នុង Kali ហើយយើងធ្វើ static code analysis ក៏បានតែដោយសារម៉ាស៊ីនខ្ញុំ architecture វាជាប្រភេទcore architecture បាក់ដែរខ្ញុំចង់ដឹងខ្ញុំ run ទេ string set UID printf system lib live engine x វា run អានេះមួយ tail អា tail ដូចជា last top process tail last process ដូចជា last នៅក្នុង file នេះសាក់មក file ណាមួយគេខ្លះចង់ដឹងសាក់ឡើងអូខេ tail យើង run ពីក្រោមទៅវិញ cat tail display last part of file by default last 10 line ចឹងវា run អានេះមួយហើយ file ហ្នឹងមាន set UID ទៀត binary ណា set UID អញ្ចឹង file ហ្នឹង run ដោយ root ចឹងបើហើយអានេះវាអត់ specify absolute path ទេណាមើល which tail user bin tail was bin local bin អានេះបើវាដាក់ absolute path វាអត់ vulnerable ទេតែនេះវាអត់ដាក់ absolute path ផងហើយមាន set UID run ដោយ root យើងអាចបង្កើត file binary មួយឈ្មោះថា tail ចឹងនៅពេលដែលយើង run binary file មួយនេះវានឹង run អា tail ហ្នឹងហើយ tail ហ្នឹងគឺវាមិនមែន system tail នេះណាវា replace ដោយអា tail របស់យើងចឹងយើងអាច access ទៅ root បានហើយអូខេដោយសារយើងពេលយើង run binary វា set UID មួយនេះ
set UID អញ្ចឹងបើយើងយកអា binary ហ្នឹងទៅដាក់នៅក្នុង Vitra ឬ AIDA ប្រហែលចេញមកចេះខ្ញុំសាកអញ្ចឹង architecture ខុសគ្នាខ្ញុំខ្ជិលបើកខ្ញុំចេះមកទៅថត test អញ្ចឹងមិញនេះណាបើយើងយកទៅ static analysis ប្រកាសជាមកចេះវាជា C code វាប្រកាសជា like in main set UID 0 root តោះមកវាប្រកាសជា run system command មួយ tail tail.fទៅបែបហ្នឹងអញ្ចឹងពេល binary ហ្នឹង run ព្រាមវា set UID ទៅ 0 អញ្ចឹងវា root អញ្ចឹងបើយើងអានេះវាដាក់ absolute path វាដាក់ absolute path យើងពិបាកធ្វើតែនេះវាអត់ absolute path ទេវាដាក់តែ tail ទៅទេអញ្ចឹងយើងអាចបង្កើត custom ពីក្រៅមួយ tail command យើងដែរហើយយើង point យើង point មក tail ហ្នឹងយើង set path មក tail របស់យើងវិញយើងអាចដូរទៅជា root អញ្ចឹងខ្ញុំ run មើលបានយល់តាមខ្ញុំគិតប្រហែលជាអញ្ចឹងដែរអញ្ចឹងខ្ញុំបង្កើតមួយមកខ្ញុំអាចទៅតាមមួយខ្ញុំបង្កើត tail ហ្នឹងដែរហើយខ្ញុំ echo ខ្ញុំ set bin dash dash p នេះគឺ privilege នេះក៏មិនបាច់ dash p ក៏បានដែរតែដាក់បកាទុកទៅ file ដាក់ឈ្មោះ tail ដូចគ្នា ls អញ្ចឹងខ្ញុំ ch mode 7 full ហើយតោះមកខ្ញុំដាក់ tail អញ្ចឹងទៅ path របស់យើងយើង echo path ខ្ញុំឃើញអត់មានទេចឹងខ្ញុំអាច echo path នេះដឹងត្រូវអត់ខ្ញុំភ្លេចដែរហើយយើងសាក run ទៅ cd home ចូលមិញក្អកពេកខ្ញុំកប់មក flat សិនហើយsyntax ហ្នឹងខ្ញុំសរសេរខុសតាមintel ចឹងអាច export មិញសរសេរគេមិញ echo សេខុសផាត់ថែមចែកខ្ញុំក៏ export ខ្ញុំអត់ចាំអូខេដាក់មកយើងទៅ home ចូល run binary នឹងឡើងវិញមកស្អីធ្វើខុសទៀតចាំលេងចឹងហើយ export មិនសេខុសចេះតផាតចេះតែច្រឡំ syntax ហ្នឹង
ចេះhôm chỗ ok root dengan kaca user root đấy no chẳng ai tới slash root s cat root dot text ok submit chẳng năng mình nó những ai đó user root những ai thử các bạn này nè shadow ok chẳng ngày nó nhung miên phần năng bà nhà đấy cònជា easy ក៏តាក់គេថ្ងៃបន្ទាប់ទៀតយើងនឹងធ្វើប្រភេទ medium អីចឹងណាចឹងយើងអាចសាកធ្វើទាំងអស់គ្នាទៅហើយបើមានចម្ងល់ឬក៏មានជារបៀបថាសំណុំពរឬក៏មានមតិអីដែលកន្លែងណាខ្ញុំធ្វើខុសធ្វើអីអាចបញ្ចេញយោបល់នៅក្នុង comment បានអរគុណច្រើនជួបគ្នាពេលក្រោយ